មិញម៉ោង9មានឈ្មោះសូកូហៅមិត្តស៊ុយនិងលោកខេកប៉ែនហៅមិត្តស៊ូផ្នែកយោធានិងផ្នែកនយោបាយមានបើកអង្គប្រជុំជាលើកទី1នៅមហាវិទ្យាល័យចំពោះមុខសាស្ត្រាចារ្យគ្រូបង្រៀននិងនិស្សិតល្ងាចនេះម៉ោង4រសៀលមានបើកអង្គប្រជុំជាលើកទី2នៅបន្ទាយកងទ័ពផ្នែកចិត្តសាស្ត្រចំពោះនាយទាហានគ្រប់ផ្នែកស្អែកថ្ងៃទី20មេសាម៉ោង9នឹងមានបើកអង្គប្រជុំជាលើកទី3នៅសាលាខេត្តបាត់ដំបងចំពោះនាមើលអ្នករដ្ឋការគ្រប់ផ្នែកទាំងផ្នែកស៊ីវិលទាំងផ្នែកប្រជាពលរដ្ឋទូទៅពេលវេលាបើកអង្គប្រជុំទូទៅមកដល់ប្រជាពលរដ្ឋខ្មែររត់បញ្ញាយផងភ័យផងទៅជួបនឹងទៅទទួលចៅហ្វាយថ្មីទៅស្ដាប់ផែនការម្ចាស់ថ្មីប្រជាពលរដ្ឋខ្មែរមានចំនួនប្រហែលជាង 5000 នាក់ប្រជាគ្នាចូលកាន់សាលាខេត្តគ្រប់រូបមានទឹកមុខត្រៀមស្ងួតម៉ោង10គត់មិត្តស៊ូផ្នែកនយោបាយនិងមិត្តស៊ុយផ្នែកយោធាចូលមកដល់ស្លៀកពាក់ខ្មៅក្រមាវ៉ាន់កស្បែកជើងធ្វើពីកង់ឡានមិត្តស៊ូក៏បើកអង្គប្រជុំប្រកាសថាខ្ញុំនិងមិត្តស៊ុយមកជួបជុំទាំងអស់នេះជាតំណាងអង្គការផ្ទាល់ពេលលើឈ្មោះអង្គការប្រជាពលរដ្ឋទាំងអស់ញាក់ក៏កេះសុខសួរគ្នាថាតើអង្គការជានរណាដូច្នេះមិនមែនសម្ដេចឪមិនមែនលោកខៀវសំផនទេឬដែលត្រូវទទួលជាចំណេះនេះមិត្តស៊ូបានលើពាក្យខ្សឹកខ្សៀវនេះច្បាស់លាស់ណាស់ប៉ុន្តែវាធ្វើថ្លង់ឲ្យខំនិយាយកុហកតាមកលល្បិចនិងផែនការរបស់អង្គការដែលព្រៀងទុកឲ្យជាស្រេចចំដោយពាក្យបុរាណមួយឃ្លាដែលបានចែងថាអូទូកុំឲ្យល្អអានចាប់ត្រីបានកុំឲ្យល្អក់ទឹកពាក្យកុហករបស់មិត្តស៊ូដែលខ្ញុំបានលើផ្ទាល់ទៅជាមានជាអាចដោយតទៅមិត្តរួមជាតិជាទីស្នេហាទាំងឡាយអង្គការចាត់បញ្ជូនខ្ញុំនិងមិត្តស៊ុយមកកាន់ទីនេះដើម្បីបើកការប្រជុំជាលើកទី3ក្នុងទីក្រុងបាត់ដំបងពួកខ្ញុំនាំពាក្យរបស់អង្គការផ្ទាល់មកជម្រាបមិត្តទាំងអស់សូមកុំតក់ស្លុតឆ្ងល់ពីរឿងដែលអង្គការបានបញ្ជាឲ្យសម្រាប់នាយទាហាននិងទាហានខ្លះនោះឲ្យសោះព្រោះនៅថ្ងៃទី18មេសាម៉ោង10យោធាយើងចាប់បានថ្នាំពេទ្យមួយឡានឡងរវាបោឆ្លងស្ពានថ្មថ្មីទៅកាន់ផ្លូវលេខ5បំរុងរត់ចេញពីប្រទេសខ្មែរនាយទាហានដែលប្រព្រឹត្តបទល្មើសនោះគឺលោកតាន់តុកនិងមិត្ត12នាក់ចំណែកនាយទាហាននិងទាហាន7ឡានកាម៉ាញ៉ុងដែលអង្គការចេញបញ្ជាឲ្យនាំយកទៅសម្លាប់ចោលជាបន្ទាន់នោះព្រោះមិត្តទាំងអស់នោះក្បត់អង្គការមានលក្ខអាវុធបំរុងតចំពោះអង្គការដែលជាអ្នកមានគុណដល់លើសលប់ចំពោះប្រជាពលរដ្ឋខ្មែរដូច្នេះត្រូវតែសម្លាប់ដើម្បីការពារឧបសគ្គនិងទុកជាគំរូមិត្តស៊ូនិយាយកុហកយ៉ាងវែងលុះចប់ក៏សម្លឹងមុខមិត្តស៊ុយជាសញ្ញាឲ្យនិយាយផលបន្តមិត្តស៊ុយក៏ចាប់ផ្ដើមនិយាយកំញាញថាណែមិត្តអើយមិត្តមិនអាចធ្វើអ្វីកំបាំងភ្នែករបស់អង្គការបានឡើយអង្គការមានភ្នែកដោយផ្លែម្នាស់ចូលមិត្តកុំយកតម្រាប់តាមអាក្បត់ទាំងឡាយនោះឲ្យសោះយើងត្រូវតែឃើញនិងដឹងគុណអង្គការមើលចុះប្រទេសយើងតូចមែនពិតតែដោយសារអង្គការយើងអាចសម្រេចជោគជ័យវាយឈ្នះជប៉ុនបារាំងអាមេរិកជាមហាអំណាចក្នុងពិភពលោកនិងបរិវារវាជោគជ័យនេះយើងអង្គុយរងចាំ2000ឆ្នាំមកហើយចាប់ពីពេលនេះទៅអង្គការប្រកាសជាអឡារឹកលើកលែងឈប់ប្រកាន់ទោសប្រជាពលរដ្ឋខ្មែរទាំងនោះទោះជានាយទាហានអ្នករដ្ឋការគ្រប់ផ្នែកគ្រប់ជាន់ថ្នាក់យើងត្រូវចាប់ដៃបង្រួបបង្រួមសាមគ្គីគ្នាកសាងប្រទេសជាតិមាតុភូមិសាជាថ្មីប្រជាជនអ្នកស្រែចម្ការអាចនាំគ្រួសារគោក្របីវិលត្រឡប់ទៅកាន់ទីនៅរៀងខ្លួនបានព្រោះរដូវធ្វើស្រែជិតមកដល់ហើយអង្គការមានចាត់ការបង្កើតជាសមរភូមិដើម្បីវាយសម្រុកដើម្បីកសាងជាតិលោកពូចប់នៅពាក្យកុហកនេះហើយមិត្តស៊ុយបញ្ជាឲ្យប្រជាជនស្ែកតាមវាថាជាយោអង្គការដ៏មហិមាជាយោមហាលោតផ្លោះមហាអស្ចារ្យប្រជាជនទាំងនោះក៏ស្រែកបន្តតាមទាំងមុខក្រៀមក្រំព្រោះមិនយល់ន័យរបស់ពាក្យសមរភូមិវាយសម្រុកមិនដឹងថាតើមិត្តស៊ុយនិងមិត្តស៊ូនេះចង់និយាយថាដូចម្ដេចម្យ៉ាងទៀតមិនស្គាល់ជានរណាជាអង្គការផងលុះវិលត្រឡប់មកជួបគ្រួសារវិញប្រជាជនទាំងឡាយនោះក៏អង្គុយត្របង់ក្បាលជង្គង់រវីតែក្បាលគ្មានពាក្យឆ្លើយនឹងសំណួររបស់ប្រពន្ធកូនព្រោះសេចក្តីថ្លែងការណ៍របស់វាទាំងពីរនោះដូចជាងងឹតអន្តការមានលក្ខពុតយ៉ាងអាចកំបាំងគួរឲ្យសង្ស័យជាយ៉ាងខ្លាំងចំណែកមិត្តស៊ូនិងមិត្តស៊ុយនេះប្រមូលអ្នករដ្ឋការគ្រប់ផ្នែកទាំងកងទ័ពទាំងស៊ីវិលរួចបំបែកតាបក្រុមនិយាយយ៉ាងផ្អែមត្រជាក់កុហកថាគឺដើម្បីងាយការពារសន្តិសុខនិងចៃស្បៀងអាហារព្រោះអង្គការផ្អាកចាយលុយមួយរយៈសិនដូច្នេះក្រុមទី1ជានាយទាហានត្រូវសម្នាក់នៅក្នុងបរិវេណសាលាសហឺក្រុមទី2ជានាយទាហានរងត្រូវសម្នាក់នៅក្នុងបរិវេណវិទ្យាល័យៀបខុតក្រុមទី3សម្នាក់នៅក្នុងបរិវេណវិទ្យាល័យព្រះមនីវង្សក្រុមទី4ជាពួកអ៊ីម៉ឺនអ្នករដ្ឋការស៊ីវិលគ្រប់ផ្នែក
សំណាក់នៅក្នុងបរិវេណសាលាខេត្តបាត់ដំបងថ្ងៃទី20 មេសាពេលដែលមិត្តស៊ុយនិងមិត្តស៊ូកំពុងតែបើកសម័យប្រជុំនៅសាលាខេត្តបាត់ដំបងនៅឯវិទ្យាល័យព្រះមនីវងឯណោះទាហានប្រមាណ 1350 នាក់កំពុងតែតម្រៀបជួរគ្នាឡើងឡានកាម៉ាញ៉ុង15គ្រឿងម៉ោង 3 រសៀលថ្ងៃដដែលកន្លែងដដែលមានឡានកាម៉ាញ៉ុង11គ្រឿងចូលទៅដឹកទាហាន900នាក់ទៀត4ឡានទាំងពីរលើកបរឆ្លងកាត់ស្ទឹងសង្កែតាមស្ពានថ្មថ្មីទៅកាន់ផ្លូវជាតិលេខ 5ដឹកយកទៅចូលកណ្ដាលអន្ទាក់ដែលក្រុមគិតកោអាចកំបាំងរៀបចំខ្សែត្រៀមរងចាំជាស្រេចនៅផ្លូវចូលនិគមសម្ដេចអស្វាយដូនកែវត្រូវក្រុមនេះបាញ់សម្លាប់ចៅខ្ទេចនៅថ្ងៃទី23 មេសាម៉ោងប្រហែល 9 ព្រឹកមិត្តស៊ុយជាតំណាងអង្គការមានវីរៈសេនីយ៍អាចលេងវ៉ាហុលស្លៀកពាក់ឯកសណ្ឋានយ៉ាងស្អាតដើរជាមួយមានកាន់បញ្ជីមួយសន្លឹកក្នុងដៃបណ្ដាគ្នាចូលទៅកាន់សាលាសោភឺរួចហៅឈ្មោះនាយទាហានជាលំដាប់លំដោយរួចចេញបញ្ជាឲ្យទៅកាន់ទីលំនៅរៀងៗខ្លួនយ៉ាងយូរកន្លះម៉ោងដើម្បីស្លៀកពាក់ឯកសណ្ឋានឲ្យបានត្រឹមត្រូវដើម្បីទៅទទួលសម្ដេចឪដែលព្រះអង្គយាងមកតាមបឋមភិកច្ចៈចុះចរដល់ក្បែរភ្នំថបដីនោះនាយទាហានទាំងអស់នោះវិលមកជួបជុំគ្រប់ចំនួនតាមបញ្ជីស្រេចបាត់ក៏ហែក្បួនពីសាលាសោភឺទៅកាន់សាលាខេត្តបាត់ដំបងដែលមានឡានកាម៉ាញ៉ុង6គ្រឿងរៀបជាក្បួនរងចាំនៅទីនោះជាស្រេចនាយទាហានទាំងអស់នោះក៏ឡើងឡានទាំងទឹកមុខញញឹមថ្ងៃដដែលម៉ោង 1 កន្លះរសៀលក្បួនឡានកាម៉ាញ៉ុងទាំង6គ្រឿងដដែលដឹកនាយទាហានស្លៀកពាក់ឯកសណ្ឋានយ៉ាងស្អាតជាច្រើនរយនាក់ទៀតខ្លះឈរខ្លះអង្គុយខ្លះជិះលើដំបូលក៏ជ្រៀបជាន់លើគ្នានៅខាងមុខក្បួនមានឡានស៊ីប1គ្រឿងនិងឡានរ៉ូវែត1គ្រឿងដែលមានមេឃខ្មែរក្រហម10នាក់ជិះជាអ្នកនាំផ្លូវមានកំភ្លើងខ្លីនៅចង្កេះគ្រប់គ្នាខាងក្រោយក្បួនមានឡានកាម៉ាញ៉ុង1គ្រឿងផ្ទុកយោធាក្មេងៗប្រមាណ30នាក់ខាងក្រោយក្បួនមានឡានកាម៉ាញ៉ុង1គ្រឿងផ្ទុកយោធាក្មេងៗប្រមាណ30នាក់កាន់កំភ្លើងARតែងនៅដៃគ្រប់គ្នាជាអ្នកហែហោមការពារយោធាក្មេងៗទាំងនេះមកញញឹមសើចស្ញែងឆ្ញាញ់ដូចស្វាបានជែកសប្បាយរីករាយត្រេកអរណាស់ព្រោះនឹកស្មានថាបានជួបឃើញសម្ដេចឪមុនគេយោធាក្មេងៗទាំងនោះមិនបានដឹងតទៅសោះនៅកលល្បិចរបស់អង្គការដែលបញ្ឆោតប្រមូលជនជាតិរបស់ខ្លួនសុទ្ធតែនាយទាហានធំដឹកយកទៅសម្លាប់ចោលលេងទៅយ៉ាងនោះទេក្បួនឡានទាំង9គ្រឿងឡាននាំមុខ2ស៊ីតនិងឡង់រ៉ូវែឡានកាម៉ាញ៉ុងទាំង6គ្រឿងដឹកទាហានឡានកាម៉ាញ៉ុង1គ្រឿងខាងក្រោយដឹកយោធាក្មេងៗហើយចាក់ចេញពីសាលាខេត្តបាត់ដំបងមកឆ្លងស្ទឹងសង្កែតាមស្ពានចាស់ទៅកាន់ផ្លូវជាតិលេខ 5ព្រោះក្បួនឡានបរចេញផុតពីស្ពានលោកវរៈសេនីយ៍ឯកមូសារីនិយាយខ្សឹបជំរាបលោកលេងរ៉ាហុលថាព្រះដេចគុណថាអស់នេះបញ្ឆោតនាំពួកយើងយកទៅសម្លាប់ទេលោកលេងរ៉ាហុលប្រមានថាមាត់ស៊ីអំបិលប្រហុកមិនត្រូវនិយាយដូចនេះទេណាក្បួនឡានទាំង9គ្រឿងបើកបរបានតែ30គីឡូក្នុង1ម៉ោងតែប៉ុណ្ណោះព្រោះផ្លូវជាតិលេខ 5ខូចខាតមិនដែលបានជួសជុលឡើងវិញទេក្នុងរយៈពេល5ឆ្នាំនៃសង្គ្រាមនេះឡានរលាក់ធ្វើឲ្យអ្នកជិះម្នាក់ស្ទើរធ្លាក់ពីលើឡានក្បាលនិងក្បាលទាំងគិតគ្នាជាញឹកញាប់ហើយនៅនេះក្បួនឡានក៏មកដល់ភូមិកាត់រទេសឡានរលាក់ខ្លាំងពេកក្បាលមូសារីក៏ស្រាប់តែទាំងគិតក្បាលលេងរហូតយ៉ាងខ្លាំងមូសារីយកដៃអង្អែលក្បាលបណ្ដាផ្នែកសម្លឹងទេសភាពភូមិកាច់រទេសដ៏ស្ងាត់ជ្រាបបណ្ដាលោកធ្លាប់ចេញចូលភូមិនេះគ្រប់ច្រកល្ហកលោកក៏កេះលោកលេងរហុលម្ដងទៀតព្រមទាំងខ្សឹបថាព្រះដេចប្រពន្ធកុំទុកចិត្តពួកវាឲ្យសោះយើងគួរលេងនៅរំដោះខ្លួនណាទីនេះជាភូមិកាច់រទេសមានសភាពស្ងប់ស្ងាត់ណាស់ទាំងប្រជាជនទាំងខ្មែរក្រហមគ្មានឃើញម្នាក់ឡើយពួកយើងមានគ្នាច្រើនរយនាក់អ្នកបើកបរឡានក៏គ្នាយើងក្រុមវាមានតែ40បែកជាមួម៉ៅក៏ទះកំភ្លៀងលោកមូសារីមួយដៃយ៉ាងដំណំរួចក៏ចានចេញចុះពីឡានលោកមូសារីត្រូវតែបង្ខំចិត្តនៅស្ងៀមម្ដងទៀតក្បួនឡានទាំង9គ្រឿងបរមកដល់ផ្លូវបំបែកទៅស្ដាំក៏កាត់ចូលទៅកាន់ភ្នំថបដីនាយទាហានដែលជិះឡានកាម៉ាញ៉ុងទាំង5គ្រឿងផ្សេងនោះមានទឹកមុខញញឹមព្រោះសង្ឃឹមថាមានតែក្រុមខ្លួនទេដែលបានលុតក្រាបសម្ដេចឪមិនគេដើម្បីជារង្វាន់លើកទឹកចិត្តសម្ដេចឪមកតែនឹងដំឡើងឲ្យអាត្មាអញបានមួយក្រើតទៀតជាកំខានចំណែកនាយទាហានដែលជិះក្នុងកាម៉ាញ៉ុងជាមួយមូសារីដោយបានលើពាក្យខ្សឹកខ្សៀវក៏ប្រែទឹកមកទៅជាជូរដោយស៊ីក្រូចឆ្មាទៅវិញក្បួនឡានទាំង9គ្រឿងក៏ឈប់សំចតនៅភូមិឆ្លៀវចម្ងាយ3គីឡូម៉ែត្រខាងកើតភ្នំថបដីពេលនោះ